ខ្ញុំគ្រាន់តែចង់វឹកហាត់ទូតែប៉ុណ្ណោះហើយនៅស្គីមទៅយើងមើលទៅដំណៃជាអ្នកគ្រប់គ្រងផ្ទះម្ដងអសន្ននេះឯងក៏មិនចាំបាច់ធ្វើដែរប៉ាខ្ញុំដឹងកំហុសហើយលើកនេះខ្ញុំនឹងទទួលមកផ្ទះវិញដើម្បីសងសំណងនាងឲ្យបានល្អទូកូនតែចង់នៅជាមួយនឹងប៉ាម៉ាក់តើមិនដែរទេហ៎មកទូមកបែម៉ាក់មកកូនបន្តិចទៀតចាំម៉ាក់ទិញរ៉ូបស្អាតឲ្យកូនណាមកទូចាប្រាប់តាមកចៅចង់ទៅតាមពួកគេមែនទេចាប៉ាម៉ាក់មិនឆ្លាញ់ទូទៀតទេទូចង់ដោប៉ាហើយបដូប៉ាពូតើពូសុកចិត្តធ្វើជាប៉ាថ្មីរបស់ទូទេទូកុំលេសជាមួយប៉ានេះគឺជាពូទ័យរបស់កូនគាត់មិនតរៀបការទេបើកូននៅជាមួយគាត់តើឲ្យគាត់រៀបការយ៉ាងម៉េចទៅមកឈប់លេសតែមកបងប្រុសរៀបការបង្ខាត់កូនហើយប៉ុន្តែខ្ញុំមិនដែលឃើញធ្វើជាឪពុកល្អរបស់គេទេឯងទូកុំបារម្ភណាពេលនេះមានប៉ានៅទីនេះហើយគ្មានអ្នកណាអាចធ្វើបាបកូនទៀតទេប៉ាលិនជាអត់ទាន់រៀបការតាមច្បាប់ទេមិននឹងអញចាំកូនបានអ្វីដែលឯងនិយាយនេះគឺត្រូវណាស់លិនយាអានាងតូចនៃតកូលសៀវរបស់យើងអ្វីដែលនាងញ៉ាំស្លៀកពាក់ប្រើប្រាស់គឺត្រូវតែល្អបំផុតណាឥឡូវនេះជំងឺរបស់ឯងក៏ជាសះស្បើយហើយចំណែកក្រុមហ៊ុននោះឯងក៏ត្រូវទៅគ្រប់គ្រងដែរទៅមិនបាត់ទេប៉ាតកូលសាពួរជើងរកស៊ីខាវត្ថុបុរាណអូនទី2ពីការជើងនិងពីការភ្នែករយៈពេល5ឆ្នាំហើយច្បាស់ជាការវាយតម្លៃរបស់គេប្រកាសជាធ្លាក់ចុះបើឲ្យគេទៅវាយតម្លៃប្រកាសជាខាត់បងធ្ងន់ធ្ងរជាមិនខានប៉ាអ្វីទៅវាយតម្លៃវត្ថុបុរាណវាយតម្លៃវត្ថុបុរាណគឺសម្គាល់មើលថាតើរបស់នោះពិតឬក៏คล้ายថ្លៃឬថោកប៉ាវត្ថុបុរាណដ៏មានតម្លៃគឺកាន់តែភ្លឺឯងនេះតើភ្នែករបស់ទូមានអ្វីពិសេសមែនទេបាទថ្ងៃស្អែកពួកជើងនឹងនាំគ្នាទៅការវាយតម្លៃវត្ថុបុរាណពួកជើងប្រកួតប្រជែងគ្នាដោយភ្នែកបើប្អូនទី2ចាញ់គួរតែឈប់ពាក់ព័ន្ធជាមួយតកូលសៅរឿងតកូលសៅតួខ្ញុំជាអ្នកចាត់ការបានប៉ុន្តែបើសិនជាខ្ញុំឈ្នះបងប្រុសមិនត្រឹមតែប្រគល់សិទ្ធិគ្រប់គ្រងក្រុមហ៊ុនសាខាទាំងនោះទេថែមទាំងត្រូវសំទោសទូចំពោះទង្វើ5ឆ្នាំមកនេះហើយយើងសំទោសកូនស្រីដែលមិនស្ដាប់មកគាត់ម្នាក់ឯងសៅលីជាឯងពិតជាចង់បះបោមែនបានហើយរឿងនេះសម្រេចហើយធ្វើទៅតាមនឹងចុះប៉ាពិតជាមិនអាចចាញ់ទេមនុស្សច្រើនណាស់លោកម្ចាស់ទី2តកូលសៅមិនមែនពីការជើងពីការភ្នែកអស់រយៈពេល5ឆ្នាំដោយសារគ្រោះថ្នាក់ចរាចរណ៍ទេមិន